រឿងដែលយើងបានមើលពេលខ្លះវាអាចលើសពីការកម្សាន្តស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ទំព័រភាពយន្តសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅមើលពីគំនិតអ្នកនិពន្ធនៅក្នុងខ្សែភាពយន្តដ៏ល្បីមួយរបស់ប្រទេសចិនមានចំណងជើងថា The Shadows Age ទើបតែចេញថ្មីនៅក្នុងឆ្នាំ2025នេះទេនិពន្ធនឹងដឹកនាំរឿងដោយលោក Larry Yang បាទហើយរឿងនេះមិនត្រឹមតែជារឿង action ដែលល្អមើលនោះទេហើយក៏មានបង្កប់នៅគំនិតល្អៗផងដែរអញ្ចឹងកុំឲ្យចាំយូរយើងនឹងទៅមើលពីគំនិតមួយចំនួនរបស់អ្នកនិពន្ធនៅក្នុងរឿងនេះទាំងអស់គ្នាតែចាំបន្តិចមុននឹងចាប់ផ្ដើមកុំភ្លេច like និង subscribe channel នេះម្នាក់មួយផងចុចបន្តិចទៅអ្នកទាំងអស់គ្នាអត់ខាតអីទេកុំចិត្តដាច់ពេកណោះជួយចុចឲ្យ admin បន្តិចទៅបាទអញ្ចឹងយើងនឹងចាប់ផ្ដើមពីចំណុចទី1ទៅគំនិតដំបូងដែលយើងនឹងយកមកនិយាយនោះគឺការប្រឈមគ្នារវាងមនុស្សចាស់និងក្មេងជំនាន់ថ្មីចំណុចនេះអាចជាប្រធានបទស្នូលនៅក្នុងរឿងទាំងមូលផងដែរហើយចំណុចនេះមិនត្រឹមតែជារឿងនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះទេវាគឺឆ្លុះបញ្ចាំងពីសង្គមពិតសពថ្ងៃនេះផងដែរអ្នកទាំងអស់គ្នាដែលបានមើលរឿងនេះអាចនឹងមើលឃើញច្បាស់ហើយពីការប្រៀបធៀបមួយនេះជំនាន់ចាស់គឺតំណាងដោយប៉ូលីសជើងចាស់ម្នាក់ដែលឈ្មោះថាលោកប៉ូលីសហុងដែលសម្ដែងដោយតួ Jackie Chan ឬក៏យើងស្គាល់ថាជា Chen Long នេះឯងនៅក្នុងរឿងគេបានបង្ហាញថាតួអង្គគាត់មានបទពិសោធន៍ច្រើននៅក្នុងការស៊ើបអង្កេតពូកែនៅក្នុងការស្ដាប់និងការសង្កេតដោយផ្ទាល់គាត់មានវិចារណញ្ញាណខ្ពស់នៅក្នុងការស៊ើបអង្កេតនិងការយល់ពីអារម្មណ៍របស់មនុស្សហើយងាយនឹងចុះសម្រុងជាមួយនឹងសហគមន៍ដូចនៅក្នុងឈុតខ្លះបានបង្ហាញថាគាត់ពូកែទំនាក់ទំនងនិងងាយចុះសម្រុងជាមួយនឹងកន្លែងដែលគាត់រស់នៅបានយ៉ាងល្អបាទហើយតួអង្គប៉ូលីសជើងចាស់យើងម្នាក់នេះក៏តែងតែប្រើវិធីសាស្ត្រជំនាន់មុនប៉ុន្តែមានប្រសិទ្ធភាពដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងឈុតមួយចំនួននៅក្នុងរឿងនេះគាត់តែងតែប្រើវិធីសាស្ត្រ old school របស់គាត់នៅក្នុងការចាប់ឧក្រិដ្ឋជនហើយវិធីសាស្ត្ររបស់គាត់ពិតជាមានប្រសិទ្ធភាពអាចចាប់ឧក្រិដ្ឋជនបានមែនដោយឡែកយើងមកមើលជំនាន់ថ្មីវិញជំនាន់ថ្មីគឺជាតួអង្គប៉ូលីសក្មេងៗដែលមានកម្លាំងមានភាពរហ័សរហួនហើយមានគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងការបំពេញការងារហើយភាគច្រើនគឺពឹងផ្អែកទៅលើបច្ចេកវិទ្យាកាមេរ៉ាសុវត្ថិភាពនៅក្នុងទីក្រុងដើម្បីតាមស៊ើបអង្កេតរកក្រុមចោរប្រើបច្ចេកវិទ្យា AI ឈរលើមូលដ្ឋានទិន្នន័យដែលបានព័ត៌មានពីអេឡិចត្រូនិកចេះប្រើឧបករណ៍ទំនើបមានការសម្រេចចិត្តបានយ៉ាងលឿនដោយផ្អែកទៅលើទិន្នន័យដែលបានបញ្ជូនមកបាទអញ្ចឹងសំណួរសួរថាតើរវាងជំនាន់ចាស់និងក្មេងជំនាន់ថ្មីនេះអ្នកណាត្រឹមត្រូវជាងបាទចម្លើយនោះគឺមនុស្សចាស់ស្គាល់ផ្លូវក្មេងមានកម្លាំងនិងមានគំនិតច្នៃប្រឌិតថ្មីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុងរឿងនេះគេមិនបាននិយាយថាមនុស្សចាស់ល្អជាងក្មេងជំនាន់ថ្មីឬក្មេងជំនាន់ថ្មីល្អជាងមនុស្សចាស់នោះទេគេគ្រាន់តែបង្ហាញថាជំនាន់ចាស់មានបទពិសោធន៍និងមានបញ្ញាញាណខ្ពស់ជំនាន់ថ្មីមានថាមពលនិងមានភាពច្នៃប្រឌិតខ្ពស់គ្រប់ជំនាន់សុទ្ធតែមានតម្លៃដូចគេបានបង្ហាញតាមដំណើររឿងឲ្យយើងបានឃើញអញ្ចឹងទាំងពីរជំនាន់គឺត្រូវតែពឹងគ្នាទៅវិញទៅមកដើម្បីអាចសម្រេចកិច្ចការងារបានហើយនៅក្នុងរឿងគេក៏បានបង្ហាញពីសមិទ្ធផលនៃការរួមបញ្ចូលគ្នានេះផងដែរក្រៅពីបង្ហាញពីភាពជោគជ័យការងារនៅចុងសាច់រឿងអ្នកទាំងអស់គ្នាមួយចំនួនអាចនឹងមិនចាប់អារម្មណ៍ត្រង់កន្លែងនេះតាមពិតទៅអ្នកផលិតរឿងមានចេតនាយកទីក្រុងម៉ាកាវមកធ្វើជាទីតាំងសម្រាប់ថតខ្សែភាពយន្តមួយនេះដោយសារតែទីក្រុងមួយនេះជានិមិត្តសញ្ញានៃការរួមបញ្ចូលគ្នារវាងការអភិរក្សជំនាន់ចាស់ជាមួយនឹងការអភិវឌ្ឍជំនាន់ថ្មីដូចយើងទាំងអស់គ្នាបានឃើញអញ្ចឹងគេព្យាយាមបង្ហាញពីទស្សនវិជ្ជាដ៏ស្រស់ស្អាតនៃការរីកចម្រើនយ៉ាងខ្លាំងរបស់ទីក្រុងមួយនេះឲ្យយើងបានឃើញនេះហើយជាសមិទ្ធផលនៃការរួមបញ្ចូលគ្នាបាទនេះជាសារដែលអ្នកនិពន្ធចង់ប្រាប់មកកាន់យើងទាំងអស់គ្នាបាទអញ្ចឹងហើយនៅក្នុងនាមយើងទាំងអស់គ្នារួមទាំងខ្ញុំផងដែរគឺជាជំនាន់ក្រោយយើងត្រូវតែគោរពស្ដាប់និងរៀនពីមនុស្សចាស់ដើម្បីទទួលបាននូវបទពិសោធន៍ជាច្រើនដែលយើងមិនធ្លាប់ឆ្លងកាត់ពីមុនមកអញ្ចឹងក្នុងសង្គមរបស់យើងមិនគួរបោះបង់ចោលបទពិសោធន៍ជំនាន់ចាស់ទេហើយក៏មិនគួរបដិសេធនៅបច្ចេកវិទ្យាថ្មីផងដែរការរួមបញ្ចូលគ្នានិងការរៀនសូត្រពីគ្នាទៅវិញទៅមកទើបជាដំណោះស្រាយដែលល្អហើយគំនិតនេះក៏អាចយកមកអនុវត្តជាមួយនឹងជីវិតពិតយើងបានផងដែរឧទាហរណ៍ជាក់ស្ដែងដូចនៅក្នុងក្រុមគ្រួសារឪពុកម្ដាយគាត់មានបទពិសោធន៍ជីវិតច្រើនហើយកូនៗមានគំនិតថ្មីនិងយល់ដឹងពីបច្ចេកវិទ្យាច្រើនអញ្ចឹងទាំងសងខាងគួរតែបើកចិត្តស្ដាប់គ្នានិងរៀនពីគ្នាធ្វើបែបនេះអាចនឹងមានរឿងល្អៗកើតឡើងច្រើននៅក្នុងគ្រួសារឧទាហរណ៍ជាក់ស្ដែងមួយទៀតដូចនៅក្នុងកន្លែងធ្វើការបុគ្គលិកចាស់ពួកគាត់អាចដឹងពីវប្បធម៌របស់ក្រុមហ៊ុននិងបទពិសោធន៍ការងារបុគ្គលិកថ្មីអាចនាំមកនូវគំនិតច្នៃប្រឌិតថ្មីៗនិងជំនាញបច្ចេកវិទ្យាហើយបើបើកចិត្តធ្វើការងារជាក្រុមអាចនឹងបង្កើតលទ្ធផលការងារល្អៗបានច្រើនបាទអញ្ចឹងយើងមកដល់ចំណុចបន្តទៀតគឺចំណុចទី2
លទ្ធផលនៃការជ្រើសរើសគំរូល្អនិងគំរូអាក្រក់ចំណុចទី2នេះមិនទាន់ទៅណាឆ្ងាយពីចំណុចទី1ទេដោយសារតែនៅមានផ្នែកសំខាន់មួយទៀតដែលត្រូវយកមកបង្ហាញអ្នកទាំងអស់គ្នាមានឆ្ងល់ទេថាហេតុអីអ្នកផលិតរឿងនេះគេយកតួអង្គដែលជាមេគំនិតធំទាំងល្អទាំងអាក្រក់សិតតែជាមនុស្សចាស់កន្លែងនេះគេចង់ប្រាប់យើងថាមិនមែនមនុស្សចាស់ទាំងអស់សិតតែជាគំរូល្អនោះទេនៅក្នុងរឿងយើងឃើញតួអង្គមនុស្សចាស់ពីរប្រភេទទី1គឺលោកបលីហុងដែលយើងអាចនិយាយបានថាគាត់ជាតួអង្គមនុស្សចាស់ដែលល្អគាត់មានបទពិសោធន៍ធ្វើការងារជួយសង្គមបានច្រើននិងមានក្រមសីលធម៌ល្អបង្រៀនរបៀបត្រឹមត្រូវទៅកាន់ក្មេងជំនាន់ក្រោយហើយតួអង្គគាត់អាចនិយាយបានថាគឺជាគ្រូដ៏ល្អម្នាក់ផងដែរអញ្ចឹងហើយជាលទ្ធផលអ្វីដែលគាត់បានបង្រៀនជំនាន់ក្រោយអាចយកទៅប្រើការនិងទទួលបានលទ្ធផលល្អៗជួយសង្គមបានច្រើនហើយក្លាយទៅជាមនុស្សដែលមានតម្លៃនៅក្នុងសង្គមហើយគាត់ក៏ទទួលបានការគោរពនិងការឲ្យតម្លៃពីក្រុមការងាររបស់គាត់ផងដែរដោយឡែកយើងមកមើលតួអង្គ The Shadow យើងវិញគាត់គឺជាតួអង្គមនុស្សចាស់ដែលធ្វើតែរឿងអាក្រក់គាត់មានបទពិសោធន៍ជាឃាតករជាអ្នកលួចប្លន់ប្រើតែអំពើហិង្សាហើយគ្មានសីលធម៌នៅក្នុងសង្គមនោះទេហើយអ្វីដែលគាត់បានបង្រៀនទៅកូនចិញ្ចឹមរបស់គាត់គឺគាត់បង្រៀនតាមបែបហិង្សាហួសហេតុហើយឲ្យក្មេងជំនាន់ក្រោយដែលគាត់បានបង្រៀននឹងទៅធ្វើរឿងបំពុលសង្គមឬធ្វើរឿងអក្រិតកម្មដូចជាគាត់ដែរបាទហើយលទ្ធផលដែលទទួលបានគឺបង្កើតតែការស្អប់គ្នាកូនចិញ្ចឹមរបស់គាត់បានក្បត់គាត់មានតែការកាប់ចាក់គ្នានិងការសម្លាប់គ្នាហើយចុងក្រោយក៏ត្រូវជាប់គុកទៀតបាទអញ្ចឹងការជ្រើសរើសគ្រូល្អនិងការដើរតាមគំរូត្រឹមត្រូវជារឿងដែលគួរតែយកចិត្តទុកដាក់ខ្លាំងមែនទែនសម្រាប់អ្នកជំនាន់ថ្មីបាទអញ្ចឹងមិនមែនឲ្យតែមនុស្សចាស់គឺត្រូវតែរៀនតាមនោះទេគឺត្រូវតែជាមនុស្សចាស់ដែលជាគំរូល្អនិងធ្លាប់មានបទពិសោធន៍ល្អៗពីមុនមកផងដែរបាទហើយនេះគឺជាសាររបស់អ្នកនិពន្ធដែលចង់ប្រាប់មកយើងផងដែររៀនពីជំនាន់ចាស់ប៉ុន្តែជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវបាទអញ្ចឹងយើងមកដល់ចំណុចបន្តទៀតគឺចំណុចទី3ចង់បង្ក្រាបមនុស្សចាស់អាក្រក់ត្រូវតែមានការចូលរួមពីមនុស្សចាស់ល្អនៅតាមដំណើររឿងគេបានបង្ហាញឲ្យយើងឃើញច្រើនពីចំណុចមួយនេះអ្នកទាំងអស់គ្នាប្រកាសជាបានឃើញសង្គ្រាមចិត្តសាស្ត្រដែលតួអង្គមនុស្សចាស់ទាំងពីរនេះបានលេងជាមួយគ្នាហើយក៏បានឃើញពីរបៀបនៃការសង្កេតរបស់មនុស្សចាស់និងរបៀបនៃការធ្វើការរបស់សេរីចាស់ផងដែរបើតាមចំណេះជំនាញរបស់ប៉ូលីសក្មេងៗប្រហែលជាមិនអាចចាប់ឧក្រិដ្ឋជនទាំងនេះបានទេប៉ុន្តែដោយសារតែមានការចូលរួមទាំងគំនិតនិងសកម្មភាពពីតួអង្គប៉ូលីសជើងចាស់ទើបធ្វើឲ្យប៉ូលីសអាចសម្រេចកិច្ចការនៅក្នុងការចាប់ក្រុមឧក្រិដ្ឋជនបានដោយសារតែពួកគាត់ជាមនុស្សចាស់ដូចគ្នាមានបទពិសោធន៍ប្រហាក់ប្រហែលគ្នាឬក៏អាចនិយាយដោយសាមញ្ញថាពួកគាត់មានគីឡូប៉ុនគ្នាទាំងអាយុនិងបទពិសោធន៍អញ្ចឹងធ្វើឲ្យពួកគាត់អាចយល់ដឹងពីគ្នាច្រើនថាកំពុងគិតអីនិងកំពុងចង់ធ្វើអីបាទនេះគឺជាសារដែលអ្នកនិពន្ធចង់ប្រាប់មកយើងទាំងអស់គ្នាក្នុងចំណុចមួយនេះបាទអញ្ចឹងយើងមកដល់ចំណុចចុងក្រោយគឺចំណុចទី4បច្ចេកវិទ្យាជាមួយនឹងបទពិសោធន៍មនុស្សមានសំណួរច្រើនដែលសួរថាតើបច្ចេកវិទ្យានឹងជំនួសមនុស្សបានទាំងស្រុងដែរឬទេខ្ញុំនឹងបង្ហាញពីឈុតមួយចំនួននៅក្នុងរឿងនេះដែលអាចជាចម្លើយសម្រាប់អ្នកទាំងអស់គ្នាយកទៅពិចារណានៅក្នុងរឿងគេបានបង្ហាញពីបញ្ហានៃការពឹងពាក់បច្ចេកវិទ្យាច្រើនពេកដូចជានៅក្នុងឈុតនេះប៉ូលីសបានពឹងផ្អែកច្រើនទៅលើបច្ចេកវិទ្យាកាមេរ៉ាផ្សេងៗសម្រាប់តាមដានឧក្រិដ្ឋជនប៉ុន្តែមិនសូវបានផលនោះទេដោយសារតែក្រុមចោរទាំងអស់នោះដឹងមុនព្រោះពួកគេក៏ចេះប្រើបច្ចេកវិទ្យាផងដែរហើយតែងតែគេចខ្លួនបានជានិច្ចប៉ូលីសប្រើ AI វិភាគទិន្នន័យប៉ុន្តែ AI មិនយល់ពីបរិបទសង្គមជាក់ស្ដែងប្រមូលទិន្នន័យព័ត៌មានពីអេឡិចត្រូនិកប៉ុន្តែព័ត៌មានមិនបានធ្វើបច្ចុប្បន្នភាពធ្វើឲ្យមានការសម្រេចចិត្តខុសជាដើមបាទដោយឡែកនេះជាអ្វីដែលមនុស្សអាចធ្វើបានល្អជាងបច្ចេកវិទ្យានៅក្នុងរឿងបានបង្ហាញច្បាស់ថាមនុស្សមានវិចារណញ្ញាណនិងអារម្មណ៍ទទួលដឹងពេលមានអ្វីមួយមិនប្រក្រតីតាមរយៈរឿងល្អិតតូចៗដែលបច្ចេកវិទ្យាមិនអាចរកឃើញមានឈុតខ្លះនៅក្នុងរឿងបានបង្ហាញពីចំណុចនេះដូចជានៅពេលដែលតួអង្គប៉ូលីសបានដេញចាប់ក្រុមចោរហើយក្រុមចោរបានបដូរកៅអៅបន្លំភ្នែកកុំឲ្យប៉ូលីសនិងកុំឲ្យកាមេរ៉ាសុវត្ថិភាពចាប់បានរៀបនឹងបង្វែងដានប៉ូលីសបានទៅហើយតែត្រូវបានប៉ូលីសចាប់អារម្មណ៍នឹកឃើញដល់ក្រវិលនៅលើត្រចៀកដែលចោរនោះបានពាក់ធ្វើឲ្យប៉ូលីសអាចកំណត់មុខសញ្ញាចោរវិញបានហើយនៅក្នុងឈុតនេះបង្ហាញថាកាមេរ៉ាថតជាប់ជនសង្ស័យតែចាប់មុខមិនសូវច្បាស់ប៉ុន្តែលោកប៉ូលីសហុងមានអារម្មណ៍ថាធ្លាប់ស្គាល់ហើយក៏និយាយពីសាវតាឃាតករម្នាក់ឈ្មោះ The Shadow ធ្វើឲ្យប៉ូលីសចាប់ផ្ដើមកំណត់មុខសញ្ញាឧក្រិដ្ឋជនបានបាទហើយមនុស្សមានវិចារណញ្ញាណនៅក្នុងការអានភាសាកាយវិការនិងរឿងល្អិតតូចៗដែល AI មិនអាចមើលឃើញដូចក្នុងឈុតនេះប៉ូលីសកំពុងតែព្យាយាមកំណត់មុខសញ្ញារបស់ក្រុមចោរតាមវីដេអូកាមេរ៉ាសុវត្ថិភាពតែរកមិនឃើញសោះពេលនោះលោកហុងដើរមកពិនិត្យមើលស្រាប់តែគាត់ចាប់អារម្មណ៍លើសកម្មភាពមួយដែលមនុស្សទូទៅគេមិនធ្វើនោះទេតែក្រុមចោរធ្វើសកម្មភាពនេះគឺសកម្មភាពងាកមើលកាមេរ៉ាសុវត្ថិភាពធ្វើឲ្យប៉ូលីសអាចកំណត់មុខសញ្ញាចោរបានម្ដងទៀតមនុស្សមានវិចារណញ្ញាណអាចទាយដឹងពីការពិតតាមរយៈការសង្កេតលើការសន្ទនានិងសកម្មភាពធម្មតាដូចឈុតនេះអញ្ចឹងលោកប៉ូលីសហុងអាចដឹងថា The Shadow មានជំនាញប្រើកាំបិតធ្វើជាអាវុធសម្រាប់មនុស្សហើយ The Shadow ក៏អាចសង្កេតមើលដឹងថាលោកហុងមានជំនាញក្នុងការប្រើកាំភ្លើងផងដែរបាទហើយនៅក្នុងស្ថានភាពខ្លះប៉ូល
មិនថាក្នុងស្ថានភាពស្មុគស្មាញស្ថានភាពពិសេសឬស្ថានភាពចាំបាច់នោះទេមនុស្សអាចសម្រេចចិត្តបានលឿននិងមានប្រសិទ្ធភាពជាង algorithm របស់ AI ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានដោយឈុតមួយនៅក្នុងរឿងបានបង្ហាញថាតួអង្គប៉ូលីសវ័យក្មេងម្នាក់នេះបានសម្រេចចិត្តក្នុងការប្រើនៅបទពិសោធន៍ដែលធ្លាប់បានរៀនជាមួយនឹងលោកប៉ូលីសហុងយកមកចាប់អ ுக ្រិតជនដោយសង្កេតលើចំណុចតូចៗរបស់អ ுக ្រិតជនដែលបច្ចេកវិទ្យាមិនអាចធ្វើរឿងនេះបានទេក្រោយមកក៏អាចចាប់បានអ ுக ្រិតជនពិតមែនបាទអញ្ចឹងអ្នកផលិតរឿងនេះចង់ប្រាប់យើងថាទោះបីបច្ចេកវិទ្យាជាឧបករណ៍ដែលមានឥទ្ធិពលខ្លាំងក៏ដោយតែវាមិនអាចជំនួសនៅវិចារណញ្ញាណបទពិសោធន៍និងបញ្ញារបស់មនុស្សបានទាំងស្រុងនោះទេយើងគួរប្រើបច្ចេកវិទ្យាដើម្បីបន្ថែមសមត្ថភាពមនុស្សមិនមែនយកមកជំនួសមនុស្សទាំងស្រុងនោះទេបាទអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងសង្ខេបចំណុចទាំងអស់ដែលនៅក្នុងខ្សែភាពយន្តនេះឡើងវិញម្ដងទៀតហើយវាជាការយល់ឃើញរបស់ខ្ញុំទេអញ្ចឹងនៅក្នុងខ្សែភាពយន្តគេចង់ប្រាប់យើងថាមនុស្សចាស់ស្គាល់ផ្លូវក្មេងមានកម្លាំងនិងមានគំនិតច្នៃប្រឌិតថ្មីការរួមបញ្ចូលគ្នានិងការរៀនសូត្រពីគ្នាទៅវិញទៅមកទើបជាដំណោះស្រាយដែលល្អមិនមែនឲ្យតែមនុស្សចាស់គឺត្រូវតែរៀនតាមនោះទេត្រូវតែជាមនុស្សចាស់ដែលជាគំរូល្អនិងធ្លាប់មានបទពិសោធន៍ល្អៗពីមុនមកផងដែរចង់បង្ក្រាបមនុស្សចាស់អាក្រក់ត្រូវតែមានការចូលរួមពីមនុស្សចាស់ល្អមិនថាជាការចូលរួមមតិយោបល់ឬការចូលរួមជាសកម្មភាពនោះទេគួរប្រើបច្ចេកវិទ្យាបន្ថែមសមត្ថភាពមនុស្សមិនមែនយកមកជំនួសមនុស្សទាំងស្រុងនោះទេបាទពី admin ទៅគឺមានតែប៉ុណ្្នឹងទេនៅមានចំណុចផ្សេងទៀតដែល admin មិនបាននិយាយអស់អញ្ចឹងសម្រាប់អ្នកដែលអត់ទាន់បានមើលរឿងនេះ admin សូមណែនាំអ្នកទាំងអស់គ្នាទៅមើលរឿងពេញដើម្បីអាចទទួលបាននូវអ្វីដែលលើសពី admin បាននិយាយនៅក្នុងវីដេអូនេះបាទអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះកុំភ្លេចជួយ like និង subscribe channel នេះម្នាក់មួយផងបញ្ជាក់ម្ដងទៀតអ្នកទាំងអស់គ្នាកុំចិត្តដាច់ពេកអីជួយចុចឲ្យ admin ម្នាក់មួយទៅអត់ខាតអីទេអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ